ពលរដ្ឋហ្វីលីពីនជិត1លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានខណៈព្យុះទីហ្វុងវងជិតមកដល់មនុស្សជិត1លាននាក់បានជម្លៀសចេញពីលំនៅឋានក្នុងប្រទេសហ្វីលីពីននៅថ្ងៃនេះខណៈប្រទេសនេះរងការគំរាមកំហែងពីព្យុះថ្មីមួយទៀតគឺព្យុះទីហ្វុងដ៏មានឥទ្ធិពលហ្វុងវងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះរងការវាយប្រហារពីព្យុះទីហ្វុងកាល់ម៉ាជីដែលបានផ្តាច់ជីវិតមនុស្ស224នាក់និងសម្លាប់មនុស្ស5នាក់ទៀតនៅវៀតណាមសញ្ញាព្រមានពីព្យុះត្រូវបានដំឡើងនៅទូទាំងតំបន់ធំៗរបស់ប្រទេសហ្វីលីពីនដោយសញ្ញាទី5ដែលជាការព្រមានកម្រិតខ្ពស់បំផុតដែលបានប្រកាសនៅភាគអាគ្នេយ៍នៃកោះ Luzon រួមទាំងកោះ Kata Dunes និងតំបន់ឆ្នេរសមុទ្រ Camarines North និង Camarines Sur ខណៈទីក្រុងរណប Manil និងតំបន់ជុំវិញស្ថិតនៅក្រោមសញ្ញាទី3ព្យុះទីហ្វុងវងដែលមានល្បឿនខ្យល់បក់ខ្លាំងរហូតដល់185គីឡូម៉ែត្រក្នុង1ម៉ោងត្រូវបានគេស្គាល់ក្នុងស្រុកឈ្មោះថា Yuvan និងបោកបោកចូលខេត្ត Aurora ក្នុងភាគកណ្ដាលកោះ Luzon នៅយប់ថ្ងៃអាទិត្យនេះផ្នែកនានានៃតំបន់ Eastern Visayas ត្រូវបានជួបប្រទះការផ្ដាច់ចរន្តអគ្គិសនីរួចទៅហើយយោងតាមនាយកអាកាសចរស៊ីវិលជើងហោះហើរក្នុងស្រុកនិងអន្តរជាតិជាង300ត្រូវបានលុបចោល